ស្វែងយល់ពីភាពខុសគ្នារវាងល្បែងអនឡាញនិងល្បែងពាណិជ្ជកម្មល្បែងអនឡាញនិងល្បែងពាណិជ្ជកម្មមិនមែនជាប្រភេទអាជីវកម្មល្បែងដែលទទួលបានការអនុញ្ញាតពីច្បាប់ដូចគ្នានោះទេបើនិយាយពីល្បែងពាណិជ្ជកម្មគឺសំដៅដល់ល្បែងកាស៊ីណូល្បែងផ្សងសំណាងនិងល្បែងភ្នាល់ដែលទទួលបានការអនុញ្ញាតប៉ុន្តែល្បែងទាំង3ប្រភេទនេះត្រូវបានកំណត់ឲ្យមានការស្នើសុំអាជ្ញាប័ណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនិងគោរពទៅតាមវិធានមួយចំនួនជាធរមាននេះបើតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាលោកមេធាវីយីសេរ៉ូប្រធានការិយាល័យមេធាវីធម្មបាលនិងជាសមាជិកការិយាល័យប្រតិភូគណៈមេធាវីខេត្តព្រះសីហនុបានផ្ដល់ការពន្យល់ពីលក្ខណៈនីមួយៗនៃល្បែងពាណិជ្ជកម្មយ៉ាងដូចនេះថាពាក្យថាល្បែងពាណិជ្ជកម្មបានន័យថាជាសកម្មភាពដែលរកស៊ីទៅលើវិស័យល្បែងគឺជាសកម្មភាពអាជីវកម្មលើល្បែងហ្នឹងមានន័យចឹងណាហើយនៅក្នុងល្បែងពាណិជ្ជកម្មហ្នឹងគេបែងចែកទៅជា3ទី1គេហៅថាលេងក្នុងកាស៊ីណូទី2គេហៅថាលេងក្រៅកាស៊ីណូលេងក្នុងកាស៊ីណូវាមាន poker មាន jackpot មានផ្សេងដែលជាឈ្មោះល្បែងនៅក្នុងកាស៊ីណូដែលឡែកអាពីរទៀតគេហៅថាក្រៅកាស៊ីណូនោះគឺជាលក្ខណៈផ្សងសំណាងមួយហើយនិងល្បែងភ្នាល់មួយល្បែងផ្សងសំណាងបានន័យថាជាល្បែងចាក់ឆ្នោតជាល្បែងលេងឡូតូអានឹងសុបសាននឹងឯងអញ្ចឹងគេហៅថាអានឹងជាលក្ខណៈផ្សងសំណាងអាភ្នាល់នោះវាមិនមែនផ្សងសំណាងទេបានន័យថាការទុះទាយទៅលើលទ្ធផលនៃការប្រកួតលទ្ធផលនៃការប្រណាំងសេះឬព្រឹត្តិការណ៍ផ្សេងដែលព្រៀនទុកណាឧទាហរណ៍ការចាក់បាល់ទាត់ឬក៏ការប្រណាំងសេះឬការជុលមន់អាហ្នឹងហៅថាល្បែងភ្នាល់សរុបសេចក្តីមកវិញយើងមានច្បាប់ស្តីពីល្បែងពាណិជ្ជកម្មហើយច្បាប់នោះគឺគ្របដណ្ដប់ទៅលើល្បែងកាស៊ីណូល្បែងសងសំណាងនិងល្បែងភ្នាល់ចុះបើនិយាយពីល្បែងអនឡាញវិញតើជាអ្វីលោកមេធាវីយីសេរ៉ូបានបន្តតឡែកដែលយើងនាំគ្នានិយាយថាល្បែងអនឡាញនោះបានន័យថាយើងអត់ទាន់អនុញ្ញាតឲ្យមានទេជាគោលការណ៍ច្បាប់ប៉ុន្តែគេចេះអ្នកដែលចេះតែបង្កើតឲ្យមានថាភ្នាល់គ្នាតាមអនឡាញឬក៏បង្កើតអីយើងអត់ដឹងថាទីតាំងណាជាក់លាក់ទេពេលខ្លះណាហ្នឹងហើយអញ្ចឹងបានពិបាកក្នុងការគ្រប់គ្រងអញ្ចឹងបានគេហៅថាល្បែងអនឡាញគឺជាល្បែងខុសច្បាប់បានន័យថាមិនមានច្បាប់អនុញ្ញាតឲ្យលេងទេប៉ុន្តែគាត់បង្កើតតាមអនឡាញអីហ្នឹងទៅតាក់ទងជាមួយនឹងល្បែងអនឡាញនេះនិយាយឲ្យសាមញ្ញទៅគឺជាល្បែងដែលគេលេងនៅតាមប្រព័ន្ធអ៊ីនធឺណិតឬក៏លេងតាមកុំព្យូទ័រលេងតាមទូរស័ព្ទដៃដែលផ្សព្វផ្សាយទៅលើប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធបណ្ដាញសង្គមផ្សេងណាទាំងឯងក្នុងនោះគឺតម្រូវឲ្យមានការចាក់ភ្នាល់អីផ្សេងនៅលើបណ្ដាញទាំងអស់ហ្នឹងហើយទម្រង់ល្បែងអនឡាញនេះគឺមានច្រើនទម្រង់ណាស់ហ្នឹងហើយស្របទៅនឹងបច្ចេកវិទ្យាទំនើបជឿនលឿនអញ្ចឹងអាល្បែងគឺមានទម្រង់បែបផ្សេងច្រើនបន្ទាប់ពីបានដឹងច្បាស់ពីអ្វីទៅជាល្បែងអនឡាញនិងល្បែងពាណិជ្ជកម្មឥឡូវនេះយើងមកស្វែងយល់បន្តិចសន្តាតើអ្នកណាខ្លះត្រូវបានរដ្ឋបិទឬមិនអនុញ្ញាតឲ្យលេងល្បែងល្បែងពាណិជ្ជកម្មទាំង3ទម្រង់ដែលយើងនិយាយគ្នាហ្នឹងទី1ល្បែងកាស៊ីណូទី2ល្បែងសងសំណាងទី3ល្បែងភ្នាល់ហ្នឹងហើយដល់ឡែកល្បែងកាស៊ីណូនោះគឺក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មឆ្នាំ2020ហ្នឹងឯងឆ្នាំ2020ហ្នឹងត្រង់ចំណុចមាត្រា68គេនិយាយពីការរដ្ឋបិទពីការលេងល្បែងហើយក្នុងនោះគឺគេហាមឃាត់មិនឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងទេណាហើយទន្ទឹមនឹងហាមឃាត់មិនឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងក៏មានបុគ្គលផ្សេងទៀតដែរដែលហាមមិនឲ្យលេងល្បែងដូចជាបុគ្គលមានវិបលាសស្មារតីឬអសមត្ថភាពផ្នែកហិរញ្ញវត្ថុឬក៏ហៅថាបុគ្គលសាយធនណាដែលប្រកាសដោយតុលាការបុគ្គលដែលយកអាវុធជាផ្ទុះតាមខ្លួននឹងឲ្យបុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលគ្រឿងញៀនគ្រឿងស្រវឹងទាំងអស់ហ្នឹងសុទ្ធតែបុគ្គលរដ្ឋបិទឬក៏បុគ្គលហាមឃាត់បណ្ដោយមានការលេងល្បែងហើយក្នុងនោះគឺសំខាន់បំផុតគឺហាមឃាត់បណ្ដោយប្រជាពលរដ្ឋខ្មែរលេងល្បែងទេ
ដោយឡែកទម្រង់ពីរផ្សេងទៀតគឺទម្រង់លបែងសងសំណាងនិងលបែងភ្នាល់គឺប្រជាពលរដ្ឋខ្មែរអាចលេងបានណាហើយខ្ញុំបានសួរទៅខាងគណៈកម្មការគ្រប់គ្រងលបែងពាណិជ្ជកម្មដែររវាងលបែងភ្នាល់និងលបែងសងសំណាងគឺលបែងសងសំណាងគឺគោលកបានចេញអនុញ្ញាតប៉ុន្តែលបែងភ្នាល់មកដល់ពេលនេះមិនទាន់ចេញអាជ្ញាប័ណ្ណទៅប្រតិបត្តិការណាមួយនៅឡើយទេអញ្ចឹងបានន័យថាមកដល់ពេលនេះយើងមិនទាន់មានលបែងភ្នាល់ទេណាតែលបែងសងសំណាងគឺគោលកគណៈកម្មការគ្រប់គ្រងលបែងពាណិជ្ជកម្មគឺគាត់បានចេញទៅហើយណាហ្នឹងហើយគឺមានតែប្រតិបត្តិការអ្នកដែលដំណើរការលបែងសងសំណាងគឺមានណាត្រង់នេះមានន័យថាមិនថាការលេងល្បែងទាំងនោះនៅកន្លែងស្របច្បាប់ឬខុសច្បាប់នោះទេជាទូទៅបុគ្គលស្ថិតក្នុងចំណុចខាងលើនេះមិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងដែលបានហាមឃាត់នោះទេតើអ្នកលេងនិងអ្នកធ្វើអាជីវកម្មលើល្បែងដែលខុសច្បាប់ប្រឈមនឹងទោសទណ្ឌអ្វីខ្លះឆ្លើយតបទៅនឹងសំណួរនេះលោកមេធាវីយីសេរ៉ូបានពន្យល់ថាហើយបើនិយាយពីទោសទណ្ឌវិញគឺយើងមានច្បាប់មួយទៀតគឺច្បាប់ឆ្នាំ1996ណាច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងហើយច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងហ្នឹងគឺគេមានចែងណាបើសិនជាអ្នកលេងគាត់ចូលលេងល្បែងដោយខុសច្បាប់ហ្នឹងគឺមានទទួលពិន័យថាមូលទោសហ្នឹងគឺមានពិន័យជាប្រាក់ផងហើយនឹងមានជាប់ពន្ធនាគារផងហើយជាប់ពន្ធនាគារគឺពី6ថ្ងៃទៅ1ខែសម្រាប់អ្នកលេងណាហើយពិន័យជាប្រាក់នោះគឺ10000រៀលទៅ150,000រៀលដោយឡែកចំពោះប្រតិបត្តិការឬក៏អ្នកម្ចាស់អាជីវកម្មដែលគាត់ប្រតិបត្តិទៅលើល្បែងដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះគឺគាត់នឹងទទួលទោសទាំងពីរទាំងប្រាក់ពិន័យផងហើយនឹងការជាប់ពន្ធនាគារផងប្រាក់ពិន័យគឺ5លានរៀលទៅ20លានរៀលហើយនឹងជាប់ពន្ធនាគារនោះគឺពី1ឆ្នាំទៅដល់5ឆ្នាំណានឹងចំពោះអ្នកបើកល្បែងស៊ីសងហ្នឹងឬក៏អ្នកកាន់កាប់កន្លែងល្បែងឬក៏អ្នកចាត់ចែងឲ្យផ្សេងហ្នឹងណាគេហៅថាប្រតិបត្តិការល្បែងណាដោយយោងទៅលើមូលហេតុទាំងនេះហើយទើបក្រសួងមហាផ្ទៃបានដាក់ចេញវិធានការនឹងការបង្ក្រាបល្បែងខុសច្បាប់គ្រប់ទម្រង់ក្នុងនោះការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ក៏ត្រូវបានហាមឃាត់ផងដែរ